បងជួយបង្ហាញវើមកទើទៅចូលផងបាទអូខេបងចាំខ្ញុំវើឲ្យមើលចាំខ្ញុំវើឲ្យមើលទាំងអស់គ្នាម្ដងអានេះខ្ញុំបានត្រៀម model អស់ហើយក្នុងការវើវាខ្ញុំបានបង្ហាញច្រើនវីដេអូដែរបាទប៉ុន្តែសង្ស័យបងគិតទៅចូលមកមើលអានេះយើងត្រៀម met ohm មួយមកហើយយើងសេរី met ohm យើងចូល kilo ohm ចូលអាកន្លែង kilo ohm នេះមកហើយយើងធ្វើការចាក់វើមកបាទបើវាមានតម្លៃ ohm អស់គឺវានៅប្រើបានណាគឺថាវាឡើងបាន4 ohm ចុច20អានេះអាចប្រើបានណាយើង4 ohm ចុច10ចុច9ចុចប៉ុន្មានក៏បានឲ្យតែវាឡើងដល់4 ohm ហ្នឹងគឺអាចប្រើបានត្រឹម3 ohm ចុចក៏នៅអាចប្រើបានប៉ុន្តែវាជិតខូច3 ohm ចុច3 ohm ចុច50ចុច60ចុច80 90អីគឺវាជិតខូចហើយសម្រាប់អាមួយនេះវាខូចហើយបងប្អូនចាំខ្ញុំវើប្រៀបធៀបនឹងអាមទ័រខូចឲ្យមើលបើអាមទ័រខូចវាអត់មានតម្លៃ ohm អីទេបាទអានេះអាខូចទេបាទខ្ញុំធ្វើការវើឲ្យមើលគឺថាវាអត់មានតម្លៃ ohm ឡើងអីទេអានេះយើងអាចដឹងបានថាវាខូចហើយអូខេយើងបដូរ met ohm ម្ដងយើងយកអាប្រភេទ met ohm តនិចនាឡិកាមកវើមើលម្ដងបាទអា met ohm ប្រភេទនេះខ្ញុំអត់សូវចេះប្រើវាទេយើងកាច់ចូល x100 មកយើងកាច់ចូល x100 ហ្នឹងបងប្អូនហើយយើងធ្វើការវើវាមើលបើវាមានបើវានៅល្អគឺវាមានតម្លៃ ohm អស់បើវាខូចគឺវាអត់ឡើងទេបើវានៅល្អគឺតនិចវាឡើងអស់អូខេខ្ញុំធ្វើការរៀបចំហើយយើងមកវើមើលទាំងអស់គ្នាបាទខ្ញុំរៀបចំរួចរាល់សិនអូខេយើងមកចាក់វាមើលមកនេះបើវាឡើងតម្លៃ ohm អស់ចេះគឺវានៅប្រើបានណានេះតនិចវាឡើងអស់អានេះវានៅប្រើបានហើយយើងមកវើប្រៀបធៀបនឹងអាខូចម្ដងបើវាខូចគឺវាមានឡើងមួយទេនេះវាអត់ឡើងមួយទាំងអស់យើងប្រែទៅខាងណាក៏អត់ឡើងដែរអានេះយើងអាចដឹងបានថាវាខូចដែរចាំខ្ញុំមកវើអាពីរនេះមើលទៀតណានេះបើវាឡើងចេះគឺវាអាចនៅប្រើបានវាឡើងតនិចនាឡិកាចេះវាអាចនៅប្រើបានបើវាអត់ឡើងទេគឺវាខូចហ่ะប៉ុន្តែ met ohm ប្រភេទនេះខ្ញុំអត់សូវចេះមើលតនិចវាយើងមកមើលអាខូចម្ដងទៀតបាទនេះឃើញថាបើវាខូចចេះគឺវាអត់ឡើងទេយើងប្រែទៅណាក៏អត់ឡើងដែរយើងប្រែវើយ៉ាងណាក៏វាអត់ឡើងដែរព្រោះវាខូចហើយក្នុងការវើរបស់វាគឺខ្ញុំវើទៅតាមបទពិសោធន៍ដែលខ្ញុំមានបើមានណាគាត់មានវិធីការវើដែលល្អជាងនេះជួយ comment ចែករំលែកផងបាទអរគុណច្រើនបាទ